còn chọn work hard film គឺមកបបបានតម្លាក់នៅ official Avenger Doomsday trailer ដែលយើងតែងតែសួររកកន្លងមកពេលនេះគឺបានមកដល់ហើយទីបំផុតគឺយើងបានឃើញនៅ official look នៃ main villain ប្រចាំរឿង Avenger Doomsday នេះគឺ Doctor Doom សម្ដែងដោយ ODJ ជាមួយនឹងសម្លេងមកបន្តិចដែរនិយាយទៅគឺកាច់មែនទែន Before this day is done, we shall be faced with an unthinkable decision. ហើយទីបំផុតយើងអាចនិយាយបានថានេះគឺជា Doctor Doom ដែលអំណាចដែលស្រស់ស្អាតជាងគេក្នុងចំណោម Doctor Doom ទាំងអស់ហើយក្នុង scene មួយគឺយើងបានឃើញ Thor អាទិទេពនិព្វផ្ទះរបស់យើងបានកាន់ Stormbreaker ហក់ទៅកាប់ Doctor Doom ដូចកាប់តាណូចឹងប៉ុន្តែគឺអត់បានប៉ះសូម្បីតែបន្តិចគឺគ្រាន់តែប្រើប៉ុណ្នេះទប់ជាប់ហើយអ្វីដែលកាន់តែពិសេសមួយទៀតហ្នឹងគឺវត្តមានរបស់អតីត Captain America Steve Motherfucking Rogers and he still worthy គាត់នៅតែអាចកាន់មនុស្សនេះកើតដែល Thor យកមកឲ្យតែកាន់កើតអត់ឡើងហ្នឹងគឺអស្ចារ្យមែនទែនហើយអាខាង X-Men នោះក៏យើងបានឃើញទូអស់ច្បាស់មួយចំនួនដែលយើងឃើញមាន Magneto ហើយនឹង Professor X ដែលយ៉ែបមែនទែនមានអារម្មណ៍ថាទៅហើយចង់ស្អីហើយយើងក៏បានឃើញ Mystic Shape Shifting ទៅជា Yelena ជា Cyclops in action ហើយយើងក៏បានឃើញ Gambit វាយគ្នាជាមួយនឹង Shang-Chi កប់សេរីប៉ុន្តែយ៉ាងណាក៏ដោយយើងអត់បានឃើញវត្តមានរបស់ Beast ហើយនឹង Nightcrawler ទេហើយអវត្តមានរបស់ក្រុម Fantastic Four ហ្នឹងក៏យើងបានឃើញថាបានជួបគ្នាជាមួយនឹង New Avenger ក៏ដូចជាខាង Wakanda ដូចគ្នាហើយ Namor ក៏ត្រឡប់វិញជាមួយនឹង Shuri M'Baku ផ្សេងៗហើយសភាពនៅក្នុងអាកន្លែងហ្នឹងគឺយើងបានឃើញថាទឹកបានឡើងទៅលើដឹងស្អីទេប្រហែលជាកន្លែងហ្នឹងគឺ Battle World ហើយនៅខាង New Avenger ហ្នឹងក៏យើងបានឃើញការចូលរួមជាមួយនឹងតួអង្គ Ant-Man ក្នុង scene មួយយើងបានឃើញថា Ant-Man Sam Wilson ហើយនឹង Bucky មានអារម្មណ៍ថាកន្លែងហ្នឹងគឺបីណាគាត់នឹងជួប idol ឬមួយក៏ជួបបាត់ភ័ក្រចាស់គឺ Steve Rogers អាកន្លែងបាំងពីក្រោយហ្នឹងអ្នកទៀតដែលចេញមកផ្លែដូចគ្នាគឺតួអង្គ Loki គ្រាន់តែថា Loki អត់មានក្នុងឯកស្ថានជាលក្ខណៈ God Story អីចឹងទេគឺ Loki ធ្វើការក្នុង TVA អញ្ចឹងណាសរុបមក trailer នេះគឺអ្នកដែល aim ជាងគេគឺ Doctor Doom ហើយនឹង Thor និយាយទៅគឺថាចេញមកដូចខឹងគ្នាតាំងពីកាលអញ្ចឹងហើយតាម trailer ហ្នឹងគឺខ្ញុំមានអារម្មណ៍ថារៀងសង្អោយតិចដោយសារតែទីលានធីរបស់ MCU មកលើកនេះគឺដូចត្រូវនឹងគ្នាខ្លះតួអង្គផ្សេងទៅអ្នកផ្សេងអ្នកខ្លះទៅត្រឡប់មកវិញត្រឡប់ពីស្លាប់អីចឹងណាហើយសាច់រឿង detail នេះគឺខ្ញុំមិនដឹងថាស្អីជាស្អីឡើយទេគ្រាន់តែខ្ញុំរំភើបខ្លាំងមែនទែនជាមួយនឹងតួអង្គទាំងអស់គ្នារបស់ MCU មកប្រមូលព្រមគ្នាមក assemble គ្នា Avenger អីខានឃើញយូរហើយចឹងទៅរំភើបមែនទែនហើយអ្នកនេះគិតមិនដែរចំពោះ trailer មួយហ្នឹងចំណាប់អារម្មណ៍មិនដែរក៏ភ្លេច comment ផងមានតែប៉ុណ្្នឹងទេសន្តិភាព